របៀបកែប្រែឬបញ្ចូលព័ត៌មានគណនីតាមប្រព័ន្ធ Accelida Internet សម្រាប់គណនីឯកតជនដំបូងសូមបើក website Accelida រួចចូលទៅកាន់ម៉នុយ Accelida Internet ហើយជ្រើសរើសគណនីឯកតជនបញ្ចូលឈ្មោះនិងលេខកូដសម្ងាត់អ្នកប្រើប្រាស់ចុចប៊ូតុងចូលប្រព័ន្ធបញ្ចូលលេខសម្ងាត់របស់លោកអ្នកពី Web Token រួចចុចប៊ូតុងផ្ទៀងផ្ទាត់ចូលទៅកាន់ម៉នុយសេវាគណនីជ្រើសរើសកែប្រែព័ត៌មានគណនីលោកអ្នកអាចចុចកែប្រែឬចុចបន្ថែមសម្រាប់លោកអ្នកចង់បញ្ចូលព័ត៌មានគណនីថ្មីហើយបញ្ចូលរូបថតនិងបញ្ចូលឯកសាររួចចុច Tick យល់ព្រមតាមកំណត់សម្គាល់និងបញ្ជាក់ឯកសារច្បាប់ដើមរួចចុចប៊ូតុងដាក់ស្នើផ្ទៀងផ្ទាត់ប្រតិបត្តិការម្ដងទៀតបន្ទាប់មកចុចប៊ូតុងបញ្ជាក់បញ្ចូលលេខសម្ងាត់របស់លោកអ្នកពី Web Token រួចចុចប៊ូតុងផ្ទៀងផ្ទាត់ជាការស្រេចប្រតិបត្តិការរបស់លោកអ្នកបានរួចរាល់ហើយសូមរងចាំការត្រួតពិនិត្យនិងអនុម័តពីធនាគារសូមអរគុណ Accelida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត